ឥឡូវជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះសាមសុកអេងមកពីក្រុម SU5 ហើយថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញនៅ comment មួយចំនួនដែលតាក់ទងទៅនឹង like note ហើយ comment ទាំងអស់ហ្នឹងគឺមានដូចជា9ចំណុចអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញលោកគ្រូចំណុចទី1 Who am I Who am I មានន័យថាយើងកំពុងតែប្រើប្រាស់ user ឬក៏ចូលនៅលើ user មួយណាអញ្ចឹងយើងកំពុងតែចូលនៅលើ user ឈ្មោះសាមសុកអេងនេះបន្ទាប់មកចូលទៅចំណុចទី2ចំណុចទី2 PWD មានន័យថាយើងចូលនៅលើ directory មួយណាអញ្ចឹងយើងកំពុងតែចូលនៅលើ directory home និងឈ្មោះសាមសុកអេងចំណុចទី3គឺការ create user include home and brush script អញ្ចឹងយើងធ្វើការបង្កើត user មួយ sudo add user .m .s /p អញ្ចឹងខ្ញុំនឹងធ្វើការបញ្ចូល sudo នេះគឺមានន័យថាជា admin ហើយ add user នេះគឺយើងធ្វើការ add user បញ្ចូលដក up ហ្នឹងមានន័យថាយើងធ្វើការបង្កើត home directory ហើយដក s ហ្នឹងមានន័យថាយើងកំណត់ pin និង bus បន្ទាប់មកឈ្មោះនេះគឺយើង add សម្រាប់បង្កើតអញ្ចឹងខ្ញុំធ្វើការ add ចំណុចទី4គឺយើងធ្វើការស្វែងទៅកាន់ user ថ្មីមួយហ្នឹងអញ្ចឹងយើងត្រូវវាយ comment មួយ sudo su ហើយឈ្មោះដែលយើងបានបង្កើតមិញអញ្ចឹងយើងធ្វើការបង្ហាញឈ្មោះមកចំណុចទីមួយទៀតគឺតាក់ទងទៅនឹងការបង្កើត folder អញ្ចឹងយើងធ្វើការចេញពីឈ្មោះ cd comment ក្នុងការបង្កើត user យើងវាយពាក្យថា mkdir តមកខ្ញុំដាក់សុំដាក់ឈ្មោះ su5 អញ្ចឹងយើងធ្វើការបង្ហាញ folder ដែលយើងបានកើតត្រង់ចំណុចទី9ហ្នឹងយើងធ្វើការយើងមើលថា user មួយហ្នឹងនៅឯណាអញ្ចឹងយើងវាយ comment មួយ cat អញ្ចឹងនេះគឺជាឈ្មោះ user ដែលយើងបានបង្កើតមិញអញ្ចឹងត្រង់ចំណុចមួយទៀតគឺយើងធ្វើការ remove user នឹងមួយចោលអញ្ចឹងយើងត្រូវវាយ comment មួយ
sudo user there តមក user ដែលយើងបានបង្កើតមិញអញ្ចឹងយើងធ្វើការអញ្ចឹងមានន័យថា user មិញដែលយើងបានបង្កើតហ្នឹងយើងធ្វើការលុបរួចជាស្រេចហើយបាទអរគុណចាស់លោកគ្រូអញ្ចឹងខ្ញុំនឹងធ្វើការប្រើ PowerShell ASX ដើម្បីធ្វើការ remote ទៅនឹង server អញ្ចឹងខ្ញុំធ្វើការ wipe IPA ដើម្បីមើល IP address ទៅលើ Ubuntu server នៅលើ VMware អញ្ចឹងដើម្បីធ្វើការប្រើ PowerShell ASX អញ្ចឹងយើងចូលទៅកាន់ PowerShell រំពាក្យ administrator អូខេត្រង់ចំណុចនេះខ្ញុំធ្វើការ wipe ASX ឈ្មោះរបស់ខ្ញុំ slash a and ដាក់ IP address ចំណុចបន្ទាប់ខ្ញុំធ្វើការវាយពាក្យថា UI អញ្ចឹងនេះគឺជា user របស់ខ្ញុំកំពុងតែប្រើប្រាស់ហើយមួយទៀតខ្ញុំវាយពាក្យថា PWD PWD មានន័យថាតើយើងកំពុងចូលនៅលើ directory ណាមួយចំណុចបន្ទាប់គឺខ្ញុំធ្វើការបង្កើតក្រុមចំនួន3អញ្ចឹងដើម្បីធ្វើការបង្កើតក្រុមយើងត្រូវប្រើ command មួយមានគឺថា sudo group add network ពីនៅក្នុងចំណុចនេះគឺយើងចង់ដាក់អ្វីក៏បានអាស្រ័យទៅលើយើងអូខេអញ្ចឹងយើងដាក់ password មកអូខេអញ្ចឹង password គឺយើងបានបញ្ចូលរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការបង្កើតក្រុមមួយទៀតអញ្ចឹងក្រុមមួយទៀតមានថា cyber shootingអូខេអញ្ចឹងធ្វើការបង្កើតនៅក្រុមមួយទៀត
AU audit អញ្ចឹងបន្ទាប់ពីយើងធ្វើការបង្កើតក្រុមហើយយើងធ្វើការ check មើលក្រុមអញ្ចឹងដើម្បី check មើលក្រុមបានយើងត្រូវប្រើកំណត់មួយ get group អូខេនេះក្រុមដែលខ្ញុំបានធ្វើការបង្កើតទី1គឺក្រុម networking ទី2 cyber security and ទី3 audit អញ្ចឹងធ្វើការ create សិនមកចំណុចបន្ទាប់យើងធ្វើការ test ទៅលើការលុបក្រុមអញ្ចឹងយើងធ្វើការលុបក្រុមមួយ sudo group del OK អញ្ចឹងOK អូខេអញ្ចឹងខ្ញុំធ្វើការលុបក្រុម audit ជោគជ័យហើយចំណុចបន្ទាប់គឺយើងធ្វើការបង្កើត file text មួយអញ្ចឹងយើងធ្វើការបង្កើត file មួយអញ្ចឹងក្នុងការបង្កើត file យើងត្រូវវាយ command hot យើងត្រូវវាយ command hot dot extension វា TLT មក cyber retrieve TLT AU audit TLT អូខេតោះមកយើងធ្វើការប្រើ command មួយដើម្បីបង្ហាញពីអ្វីដែលយើងបានបង្កើតដូចជា take ជាដើម Lអញ្ចឹងនេះអញ្ចឹងយើងបានធ្វើការបង្កើតនៅ Keyword file extension TLT file text នេះចំនួន3គឺ audit cyber security and networking អញ្ចឹងខ្ញុំធ្វើការបង្កើត permission ទៅលើ file extension TLT networking object 2អញ្ចឹងត្រូវវាយ command មួយ command ដាក់ permission 750កាយ .txt អូខេតមកយើងដាក់ទៅមកតមកយើងធ្វើការ share permission sudo network networking .txt តមកយើងធ្វើការ check user test etc/pas.wd ចំណុចបន្ទាប់យើងធ្វើការ add user ចូលក្នុង group ចឹងយើងវាយ command មួយ
window is a node ng admin 2. Okay.
Hello ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីតកតងទៅនឹងប្រធានបទឈ្មោះថាភាពអញ្ចឹងឥឡូវខ្ញុំធ្វើការបង្ហាញពី user លេខបែកច្បាប់ខ្ញុំបែកពាក្យថា who am I អញ្ចឹងនេះជាឈ្មោះរបស់ខ្ញុំឈ្មោះសាមសុអេអញ្ចឹងយើងធ្វើការបង្កើតនៅ file មួយ touch file .text អញ្ចឹងយើងធ្វើការមកធ្វើការវាយ PLS ដើម្បីតើយើងបង្កើតបានជោគជ័យហើយនៅអញ្ចឹងនេះគឺជាអ្វីដែលយើងបានបង្កើតមិញតោះមកយើងវាយ command មួយដើម្បីwrite data ចូលទៅក្នុងហ្នឹងចឹងដើម្បី save បានយើងគ្រាន់ចុច Control Alt សអាយ Control Alt ចឹងបន្ទាប់មកយើងធ្វើការ save យើងគ្រាន់ចុច insert W ជួយើងចេញក្រៅវិញតោះមកយើងចូលទៅមើលតើយើងបានកើតអ្វីទាំងខ្លះ cat file.txt cat អញ្ចឹងអ្វីដែលយើងបានបង្កើតមិញគឺមានឈ្មោះ A និងសុខអញ្ចឹងវីដេអូហ្នឹងសូមចប់ត្រឹមហ្នឹងអរគុណច្រើនគ្រូ Hello ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីប្រធានបទមួយដែលមានចំណងជើងថា redirection អញ្ចឹងចំណុចមុនដំបូងខ្ញុំធ្វើការបង្ហាញពី currently user អញ្ចឹងយើងត្រូវវាយពាក្យមួយ command មួយមានឈ្មោះថា who am I អូខេអញ្ចឹងនេះគឺជាឈ្មោះរបស់ខ្ញុំសាមសុអេងចំណុចបន្ទាប់គឺលោកគ្រូឲ្យបង្ហាញ all list in etc to show su5.text អញ្ចឹងត្រង់ចំណុចហ្នឹងគឺយើងធ្វើការបង្កើតវាអញ្ចឹងយើងត្រូវវាយ command មួយ ls/etc etc ជ្រូក su5.text អញ្ចឹងបន្ទាប់មកនៅពេលដែលយើងបង្កើតរួចហើយយើងធ្វើការបង្ហាញ file show cat su5.txt អញ្ចឹងនេះគឺជាការ resource ដែលធ្វើការបង្ហាញដែលខ្ញុំធ្វើការបង្កើតមិញហ្នឹងចំណុចទី2គឺជាការ add បន្ថែមនៅ2ទៀត2ដង
ចឹងយើងធ្វើការបង្កើតពីរទៀតមក ls cc su file dot txt អញ្ចឹងខ្ញុំធ្វើការបង្កើតរួចរាល់ពីរដងទៀតហើយអញ្ចឹងខ្ញុំធ្វើការបង្ហាញអញ្ចឹង comment ធ្វើការបង្ហាញយើងវាយពាក្យ cat su file dot text អញ្ចឹងយើងធ្វើការបង្ហាញរួចរាល់ហើយនៃការខ្ញុំការបង្កើតចំនួន2ដងបន្ថែមទៀតអញ្ចឹងមានន័យថាវាច្រើនជាងមុនទៀតដូច្នេះ topic នេះគឺសូមបញ្ចប់ត្រឹមនេះលោកគ្រូបាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីតកតងទៅនឹងការប្រធានបទមួយមានចំណងជើងថា UFW ត្រង់ចំណុចនោះមានន័យថាតកតងទៅនឹង firewall តកតងទៅនឹងការបិទបើក firewall show state ជាដើមអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅធ្វើការ config ទាំងអស់គ្នាមុនដំបូងនេះខ្ញុំសូមធ្វើការបង្ហាញពី currently user តើស្ថិតនៅក្នុង user មួយណាកំពុងតែប្រើប្រាស់អញ្ចឹងយើងវាយពាក្យមួយមានឈ្មោះថា who am I អញ្ចឹងគឺវាបង្ហាញគឺឈ្មោះរបស់ខ្ញុំគឺឈ្មោះសាមសុកអេងបន្ទាប់មកយើងធ្វើការ install ទៅលើ firewall switch firewall មួយហើយយើងត្រូវធ្វើការវាយ command មួយ sudo apt install ufw គឺដាក់ password មកបន្ទាប់មកយើងធ្វើការ enable បើក firewall sudo ufw enable yes បន្ទាប់មកយើងត្រូវធ្វើការបង្ហាញ show វាតើវាដំណើរការឬមិនដំណើរការអញ្ចឹងយើងត្រូវវាយ command មួយ sudo ufw step អូខេអញ្ចឹង firewall ហ្នឹងគឺវាដំណើរការហើយគឺវាដំណើរការវាដាក់ active port 22 ASA អញ្ចឹងដើម្បីឧទាហរណ៍ថាខ្ញុំចង់ធ្វើការបើកឲ្យport 22 ASA នឹងដំណើរការគឺអញ្ចឹងខ្ញុំធ្វើការវាយ command មួយ sudo w allow 22 អញ្ចឹងធ្វើការ show state មកអញ្ចឹងខ្ញុំធ្វើការបើក port 443 HTTPS ហ្នឹងគឺឲ្យដំណើរការហើយតមកបើសិនជាយើងចង់បិទវិញយើងគ្រាន់តែវាយ command ពាក្យថា sudo ufw deny ដាក់ port 443វិញមកអញ្ចឹង check មើល
អញ្ចឹងport 43 AT HTTPS ហ្នឹងគឺ deny មានន័យថាគឺ disable អញ្ចឹងដើម្បីបើកវាវិញគ្រាន់តែវាយពាក្យអញ្ចឹងនៅពេលដែលយើងធ្វើការ install យើងធ្វើការ enable port enable port ផ្សេងជាដើមហើយអញ្ចឹងដើម្បីអាចធ្វើការ reset បានដើម្បីឲ្យវាទៅជាទម្រង់ដូចដើមវិញអញ្ចឹងយើងត្រូវវាយ command មួយ sudo sw reset shows sudo ufw stat អញ្ចឹងគឺយើងធ្វើការ reset ឲ្យវាទៅជាទម្រង់ដូចដើមវិញហើយអញ្ចឹងវាយ command មួយទៀតគឺយើងធ្វើការ reload វាគឺ restart វា sudo u w ដូច្នេះទាំងអស់នេះគឺជាការតាក់ទងទៅនឹងការបិទបើក firewall service របស់ port នីមួយៗអញ្ចឹង topic មួយនេះសូមបញ្ចប់ត្រឹមនេះលោកគ្រូអរគុណច្រើន